អាចកំបាំងដែលស្ថិតនៅពីក្រោយតួលេខម៉ោង11:11នាទីតើកន្លងមកលោកអ្នកធ្លាប់ប្រទះឃើញនាឡិកាដែលដើរចំម៉ោង11:11នាទីដែរឬទេការមើលចំនាឡិកាដែលមានលេខម៉ោង11:11នាទីគឺជាភាពចៃដន្យមួយក៏ប៉ុន្តែវាក៏ជាសញ្ញាដែលបញ្ជាក់ថាជីវិតរបស់យើងអាចនឹងមានការផ្លាស់ប្ដូរតាមការស្ដាប់ទៅវាហាក់ដូចជាទាក់ទងជាមួយនឹងរឿងអភិនិហាក៏ប៉ុន្តែវាក៏ជារឿងដ៏ចម្លែកនិងអស្ចារ្យមួយដែលលោកអ្នកគួរតែស្វែងយល់មនុស្សមួយចំនួនជឿជាក់ថាអត្ថន័យនៃម៉ោង11:11នាទីគឺជាសញ្ញារបស់ទេវតាដែលចង់ប្រាប់ពីអ្វីមួយមកដល់យើងអ្នកខ្លះទៀតក៏ជឿថាវាអាចជាសញ្ញាមួយដែលនាំមកនូវក្តីស្រឡាញ់ភាពកក់ក្ដៅភាពច្បាស់លាស់និងការណែនាំផងដែរជាបន្តទៅនេះគឺជាអត្ថន័យ5យ៉ាងពាក់ព័ន្ធទៅនឹងការមើលឃើញនាឡិកាដែលដើរដល់ម៉ោង11:11នាទីចង់ជៀបច្បាស់ថាតើអត្ថន័យទាំង5នោះមានអ្វីខ្លះសូមអញ្ជើញប្រិយមិត្តទស្សនាជាបន្តដូចតទៅទី1អ្វីដែលអ្នកបានគិតនឹងក្លាយទៅជាឱកាសយ៉ាងពិតប្រាកដការដែលអ្នកមើលឃើញលេខម៉ោង11:11នាទីគឺជាសញ្ញាមួយដែលបញ្ជាក់ថាអ្វីៗដែលអ្នកកំពុងធ្វើឬកំពុងគិតឥឡូវនេះវានឹងអាចក្លាយទៅជាការពិតឬសមនឹងបំណងប្រាថ្នាប្រសិនបើអ្នកកំពុងតែផ្ដោតអារម្មណ៍ខ្លាំងទៅលើអ្វីមួយដែលអ្នកកំពុងគិតនោះអារម្មណ៍របស់អ្នកមួយនេះនឹងបញ្ជូនសារទៅកាន់ចក្រវាឡហើយមិនយូរមិនឆាប់ចក្រវាឡនឹងផ្ដល់នូវអ្វីដែលអ្នកទន្ទឹងរង់ចាំនៅក្នុងន័យនេះវាក៏ដូចគ្នាទៅនឹងច្បាប់នៃការស្រូបទាញផងដែរឬដែលគេហៅថា Law of Attraction ទី2អ្វីៗគ្រប់យ៉ាងគឺជាលទ្ធផលដែលកើតចេញពីគំនិតនិងអារម្មណ៍របស់អ្នកអ្វីដែលកើតមាននៅក្នុងជីវិតរបស់អ្នកគឺជាលទ្ធផលដែលទទួលបានពីការគិតរបស់អ្នកមិនថាអតីតកាលឬបច្ចុប្បន្នឬក៏អនាគតនោះទេនៅពេលដែលអ្នកបានឃើញម៉ោង11:11នាទីវាគឺជាសញ្ញាដែលបង្ហាញថាអ្នកនឹងទទួលបាននូវអ្វីដែលអ្នកកំពុងគិតខ្លាំងបំផុតជារួមមកនៅពេលដែលអ្នកបានឃើញម៉ោង11:11នាទីវាមានន័យថាអ្វីដែលអ្នកកំពុងគិតឬផ្ដោតអារម្មណ៍ខ្លាំងបំផុតវាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការធ្វើដំណើរឆ្ពោះមករកអ្នកទី3មនុស្សជាទីស្រឡាញ់របស់អ្នកដែលបានបាត់បង់ជីវិតទៅកំពុងប្រាប់ដំណឹងអ្វីមួយមកកាន់អ្នកតួលេខម៉ោង11:11នាទីក៏អាចជាសារមួយដែលអ្នកទទួលពីមនុស្សជាទីស្រឡាញ់របស់អ្នកដែលបានលាចាកលោកទៅហើយដែលពួកគេកំពុងតែព្យាយាមតាក់ទងមករកអ្នកពួកគេបានតាក់ទងអ្នកតាមរយៈវិធីផ្សេងៗជាច្រើនហើយនៅក្នុងនោះម៉ោង11:11នាទីក៏ជាវិធីមួយនៅក្នុងចំណោមវិធីទាំងអស់នោះដូច្នេះនៅពេលដែលអ្នកបានមើលទៅចំម៉ោងឃើញម៉ោង11:11នាទីវាគឺជាដំណឹងមួយដែលពួកគេចង់ប្រាប់អ្នកថាពួកគេសុខសប្បាយពួកគេចង់ជួបអ្នកឬក៏ពួកគេចង់ប្រាប់អ្នកថាពួកគេកំពុងតែនៅក្បែរអ្នកក្រៅពីនេះពួកគេក៏ចង់បង្ហាញផងដែរថាពួកគេឥតបានទៅណាឆ្ងាយពីរូបអ្នកទេហើយក៏រងចាំមើលអ្វីដែលអ្នកបានធ្វើនោះដែរទី4អ្នកកំពុងតែស្ថិតនៅលើផ្លូវនៃការរកឃើញខ្លួនឯងនៅពេលដែលអ្នកបានមើលឃើញនៅចៃដន្យទៅលើម៉ោង11:11នាទីវាគឺជាសញ្ញាដែលបង្ហាញថាអ្នកនឹងរកឃើញខ្លួនឯងមកវិញនៅពេលដែលអ្នកបានប្រទះភ្នែកដល់ចៃដន្យឃើញម៉ោង11:11នាទីវាក៏ជាពេលវេលាមួយដែលចង់ប្រាប់អ្នកថាអ្នកគួរតែឈប់ធ្វើរឿងឥតប្រយោជន៍ហើយចាប់ផ្ដើមមើលមកខ្លួនឯងអភិវឌ្ឍខ្លួនឯងនិងចាប់ផ្ដើមធ្វើអ្វីដែលថ្មីនិងមានប្រយោជន៍មិនតែប៉ុណ្ណោះវាក៏មានន័យថាដល់ពេលហើយដែលអ្នកត្រូវជំរុះចោលនូវទម្លាប់ចាស់ៗអាក្រក់ៗហើយចាប់ផ្ដើមធ្វើអ្វីដែលថ្មីនិងផ្ដល់ការរីកចម្រើនដល់ជីវិតរបស់ខ្លួនឯងផ្ទុយទៅវិញប្រសិនបើអ្នកបានឃើញតួលេខម៉ោង11:11នាទីហើយបើជាមិនចាប់អារម្មណ៍ចំពោះខ្លួនឯងហើយនៅតែបន្តសកម្មភាពឬក៏ទម្លាប់ចាស់ៗអាក្រក់ៗនោះជីវិតរបស់អ្នកនឹងត្រាំត្រែងនៅក្នុងភាពបរាជ័យអស់មួយជីវិតទី5សកម្មភាពរបស់អ្នកនៅពេលដែលអ្នកកំពុងគិតអ្វីមួយដែលខ្លួនត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់ខ្លួន
ហើយក៏ប្រទះភ្នែកឃើញម៉ោង 11 និង 11 នាទីវាគឺជាសញ្ញាមួយដែលចង់ប្រាប់អ្នកថាគំនិតរបស់អ្នកមួយនោះនឹងคล้ายទៅជាសកម្មភាពដ៏ត្រឹមត្រូវដែលអ្នកគួរតែធ្វើឲ្យសម្រេចហើយបន្ទាប់មកឲ្យតែអ្នកចាប់ផ្ដើមធ្វើវាដោយពិតព្រៀងនិងព្យាយាមនោះគោលដៅរបស់អ្នកនឹងបានសម្រេចជាមិនខានដូច្នេះហើយតួលេខម៉ោង 11 និង 11 នាទីត្រូវបានគេចាត់ទុកថាជាសញ្ញាមួយដែលបញ្ជាក់ថាអ្វីៗដែលអ្នកកំពុងធ្វើគឺត្រឹមត្រូវហើយក៏ទទួលបានផលល្អផងដែរឬនិយាយជារួមទៅតួលេខម៉ោង 11 និង 11 នាទីគឺជាដំណឹងនៃសំណាងល្អគួរបញ្ជាក់ផងដែរថានៃសេចក្តីដែលបានរៀបរាប់ទាំង5ចំណុចនេះអាចជោគជាការបានលុះត្រាណាតែយើងសម្លឹងមើលឃើញតួលេខម៉ោង 11 និង 11 នាទីដោយចៃដន្យពលគឺមិនមែនយើងសេរីឲ្យត្រូវនឹងតួលេខនេះទេសូមអរគុណចំពោះការទស្សនាហើយប្រសិនបើប្រិមិត្តចង់ទទួលបានកន្លឹះថ្មីៗពាក់ព័ន្ធជាមួយនឹងការធ្វើទីផ្សារលើ Telegram និងចំណេះដឹង Digital សូមចុចនៅលើ link channel Telegram ដែលបានដាក់ជូននៅក្នុង description នៃវីដេអូមួយនេះសូមអរគុណសូមជម្រាបលា